ថ្ងៃនេះធ្វើសម្លប្រហើរហើយសម្លប្រហើរខ្ញុំហ្នឹងគឺថាអត់ធ្វើជាមួយនឹងត្រីអាំងទេព្រោះអីខ្ញុំខ្ជិលអាំងខ្ជិលជៀនអញ្ចឹងហើយយកផ្លូវកាត់លឿនគឺថាដំខ្ជាយដំម្ដេចហ្នឹងដាក់ស្ងោរយកហ្មងហើយខ្ញុំមានក្លឹបបំណង2ហើយមានជាមួយនឹងល្ពៅហើយនឹងត្រាវដាក់បកកថ្ងៃមុននៅសល់ហ្នឹងក៏នឹកឃើញមិនដឹងធ្វើអីញ៉ាំក៏យកមកធ្វើសម្លប្រហើរទៅព្រោះអីសម្លហ្នឹងប្តីខ្ញុំគាត់ចេះញ៉ាំហើយអត់មានផ្សិតមានអីទេបន្លែមានតែបន្តិចនឹងឯងដោយសារខ្ញុំមិនចង់ផ្សំបន្លែច្រើនទេផ្សំច្រើនក៏ញ៉ាំមិនអស់ដែរហើយសម្លប្រហើរសម្លសឡក់អីហ្នឹងគេថាយកស្លឹកវាធ្វើឈ្ងុយជាងណ៎បងប្អូនតែដោយសារតែនៅខាងស៊ីងហ្គព្រនេះអត់មានស្លឹកលក់ទេតែបើថាចុះទៅខាងក្រោមផ្ទះដើរតាមសួនអីហ្នឹងអូស្លឹកគ្រៃតង្គំគ្រាន់ថាហ៊ានបេះបោចរបស់គេបើនៅតាមផ្សារលក់តកុលទេស្លឹកមិនដឹងកាត់យកកវែងចោលទៅណាអស់ហើយថ្ងៃហ្នឹងនឹកឃើញចង់ស្លសម្លប្រហើរហ្នឹងនឹកឃើញថាចង់ប្រហើយត្រីឡាប់យ៉ាខ្មៅហ្នឹងផងព្រោះអីម៉ាក់ក្មេកខ្ញុំទិញឲ្យឡើងយូរហើយចូល1ខែ2ខែហ្នឹងត្រីហ្នឹងនឹកឃើញថាយកមកអាំងយកមកចៀនពងក៏ញ៉ាំវាមិនឆ្ងាញ់ដែរវាលែងស្រស់ហើយសម្រាប់បងប្អូនស្ត្រីធ្លាប់តែប្រើសម្លៃអនាម័យក្រាស់ក្តៅហប់ឥឡូវបងប្អូនមកសាក់ជើរើសប្រើជាមួយនឹងសម្លៃអនាម័យសោភានារីគឺជាផលិតផលរបស់កូនខ្មែរធ្វើពីកង្បាស 100% ទុនស្រាស្វិតប្រើហើយមិនស្គៀបមិនរមាស់មិនក្តៅមិនហប់ទំហំវិញគឺថាធំហើយវែងប្រើបានទាំងយប់ទាំងថ្ងៃផ្ទៃខាងលើគឺថាទុនស្រាលហើយស្រូបនឹងជក់ទឹកបានច្រើនជួយស្រូបក្លិនដែលមិនល្អជួយអនាម័យនិងកាត់ហានិភ័យនៅក្នុងការរលាកអំឡុងពេលយើងមករដូវបងប្អូនគឺថាស្រូបទឹកជក់បានល្អខ្លាំងមែនទែនដូចខោទឹកនោមកូនក្មេងអញ្ចឹងហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់បានឆាតចូលពេកផ្សារធម្មជាតិ24ឬមួយក៏រកទិញតាមផ្សារ24ខេត្តក្រុងបានឥឡូវចូលមកដល់វគ្គស្លខ្ញុំវិញម្ដងមីខ្ញុំនេះបើថាធ្វើមិនបានប្រឡាក់ច្រើនតង់គឺថាមិនអស់ចិត្តត្បាល់ធំមិនយកមកប្រើទេយកអាក្តឹបត្បាល់មកប្រើតែពេលប្រើហើយមានអីដាក់ទៅវាហូរហៀវាកពុកក៏ដូរយកអាត្បាល់ធំមកវិញអញ្ចឹងហើយឲ្យតែថាធ្វើម្ហូបម្ដងគឺថាលាងចានឆ្នាំងរីកដៃរីកជើងដោយសារតែមីខ្ញុំនឹងវាអញ្ចឹងហើយខ្ញុំនិយាយមែនណាបងប្អូនសម្លប្រហើរសម្លកកូរជាសម្លដែលខ្ញុំចូលចិត្តតែខូចតែខ្ញុំខ្ជិលបុកគ្រឿងបើថាថ្ងៃណាខ្ញុំអាសាខ្ញុំបុកគ្រឿងទុកបានស្លច្រើនដងតោះអាហ្នឹងអូខ្ញុំអាសាស្លណាអស់ហ្នឹងដូចសម្លប្រហើរនេះអញ្ចឹងគ្រាន់ថាកម្រងចង់សម្លប្រហើរហ្នឹងសង្ឃថាបន្លែខូចម្ហូបធ្វើជាច្រើនមុខអត់ខ្ជិលមកខ្ជិលអាត្រឹមបុកគ្រឿងហ្នឹងហ្មងជាពិសេសហ្នឹងគឺថាខ្ជិលហាន់គល់ទឹកត្រីបើតាមតែគ្រឿងហ្នឹងមិនបាច់បុកទេដាក់ម៉ាស៊ីនមករាវហ្នឹងគឺថាម៉ត់ឈឹងឥឡូវហ្នឹងហើយសម្លខ្ញុំវិញគឺថាខ្ញុំដាក់ទៅពុះកក្រុកកក្រាក់តែក្នុងវីដេអូមើលទៅដូចអត់មានឃើញពុះឃើញអីសោះឃើញតែបងបន្លែផ្លោកដូចអត់មានឃើញពុះប៉ុន្តែការពិតពុះបងប្អូនពុះរបស់ខ្ញុំហើយមានសម្លសម្លក់ហើយហ្នឹងគឺថាមិនទុកចិត្តខ្លាចប្តីមិនសូវជាចេះញ៉ាំអញ្ចឹងហើយក៏ជៀនសុទ្ធនេះ5គ្រាប់ជាប់ភ្នៅស្រោចជាមួយនឹងទឹកត្រីខ្ទឹមម្ទេសហើយក៏មានត្រីងៀតខ្ទងគឺថាមានត្រីងៀតអញ្ចឹងញ៉ាំត្រូវណាស់ជាមួយសម្លកកូរឬមួយសម្លសម្លក់នេះហើយឃើញប្តីចិនគេគឺថាកុំថាឡើយសម្លប្រហុកចំហុយគឺថាគាត់ឃើញផ្លឹបដួហត់ផ្លុចអត់មានបាក់ញ៉ាំទេប្តីមួយនេះគឺថាស្រួលចំណាស់រាល់ថ្ងៃនេះអ្នកដែលពិបាកហ្នឹងគឺមីខ្ញុំនេះទេអ្នកដែលពិបាកនោះហើយប្តីខ្ញុំក៏សួរថាត្រីហ្នឹងត្រីអីគេហើយបានមកពីណាខ្ញុំថាមិត្តភក្តិខ្ញុំឲ្យហើយគាត់ចាប់ផ្លិតត្រីភ្លក់ផ្លែតទៅខំក្បាលត្រីខ្ទងហើយធ្វើមុខអេះអុញមានរឹងហើយមើលគាត់គៀមត្រីវាហាស្ងួតពេកទៅខ្ញុំយកមកចៀនឡើងក្រៀមទៀតមានអីវារឹងទៅនឹងគៀមយឺតហ្នឹង